និយាយទៅប្លុកឲ្យនឹងសុំធ្វើមនុស្សល្អណាស់អ្នកផ្ទះដើរលេងម្ដងណាហើយក៏មានរឿងចង់ share ទៅអ្នកនរគ្នាដែលគាត់មកលេងបាត់ដំបងគាត់ទៅដឹងថាទៅលេងនៅណាតែមុននឹងចូល topic ចង់ឲ្យអ្នកនរគ្នាស្ដាប់ reaction របស់ម៉ាក់ខ្ញុំលើកដំបូងសិនសូម្បីតែបងខ្ញុំនោះក៏សើចជាមួយនឹងទឹកមុខរបស់ម៉ាក់ដែរពេលដែលម៉ាក់និយាយថាឆ្ងាញ់ប៉ុន្តែទឹកមុខរបស់គាត់ដូចជាខុសប្លែកពីអ្វីដែលគាត់បាននិយាយនិយាយបានថាវាជា first time សម្រាប់គាត់ចឹងគាត់អត់សូវសមជាមួយនឹងប្រភេទ pizza អីចឹងណាអ្នកនរគ្នាដឹងហើយពីចឹងនៅចាស់គាត់អត់សូវចំណូលចិត្តដូចយើងទេយើងគ្មានយើងចូលចិត្តបែប spaghetti pizza អីចឹងប៉ុន្តែគាត់បានរាប់អបអីហ្នឹង favorite ណាស់បន្ទាប់ពីញ៉ាំ pizza ហើយយើងក៏បាននាំម៉ាក់ទៅមើលសៀកនៅហ្វាពន្លឺសិល្បៈក្នុងខេត្តបាត់ដំបងរបស់យើងនឹងទៅថ្ងៃនេះកូនបើនាំម៉ាក់ទៅភ្លក់រសជាតិថ្មីហើយនាំម៉ាក់មកដើរលេងបែបថ្មីទៀតនិយាយបានថាអ្វីទាំងអស់ហ្នឹងណាសម្រាប់ថ្ងៃនេះគឺ first time សម្រាប់ម៉ាក់របស់ខ្ញុំទាំងអស់ចឹងពេលខ្លះយើងមានមោទនភាពដែរដែលអាចមានឱកាសនាំម៉ាក់មកអញ្ចឹងអីណាវ៉ាវតែមែននៅសុកម៉ាក់ខ្ញុំមកអញ្ចឹងណាដោយសារការចូលរួមរបស់បងប្អូនរបស់ខ្ញុំដែរពវល់ម្នាក់តិចទៅម្នាក់តិចមកបានទៅហ្មងនិយាយបានថាកូនដើម្បីម៉ាក់ដើម្បីកូនមិនបានទៅមុខរួចឡើយនិយាយពីម៉ាក់ភ្លេចចូល topic យើងចង់អស់វីដេអូនិយាយឯមកអញ្ចឹងអ្នកដែលគាត់អត់ដែលបានសាកល្បងជាមួយនឹងការមើលស៊ីអីចឹងនៅក្នុងខេត្តបាត់ដំបងហ្នឹងណាសាកល្បងម្ដងអត់ដឹងតែជក់ចិត្តមកហើយសម្រាប់អ្នកដែលដឹងទៅចង់ដឹងក៏អាចដឹងបានដូចគ្នាក្នុងវីដេអូហ្នឹងនិយាយទៅនៅហ្នឹងគេមាន skip ចូលរាល់ខែហើយអ្នកទាំងគ្នាចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅ like page ហ្វាពន្លឺសិល្បៈគេតែងតែផុសមួយខែម្ដងអំពី skip ចូលសៀកហ្នឹងអាចនិយាយបានថាថ្ងៃណាគេមាន show អីចឹងទៅហើយ show ដែលខ្ញុំជួយចិត្តមើលជាងគេនេះគឺនាងនាថវាមានលក្ខណៈលីខ្មោចលីអីចឹងណាហើយមានភ្លើងមានអីចឹងទៅនិយាយទៅចាប់អារម្មណ៍មើលហើយវាតាក់ទាញយើងដែរចឹងណាតែបើខ្ញុំមានឱកាសពេលក្រោយទៀតខ្ញុំក៏ទៅមើលសូផ្សេងខ្ញុំនឹងបង្ហាញឲ្យអ្នកនរគ្នាឃើញទៀតដែរចឹងណាតែសូនេះខ្ញុំមើល2ដងអត់ចេះធុញសោះមកចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងជាចុងក្រោយខ្ញុំចង់ឲ្យអ្នកនរគ្នាស្ដាប់ reaction របស់ម៉ាក់ខ្ញុំបន្ទាប់ពីមើលសូនឹងហើយដូចគ្នា